ពួកអេលៀនអាចរកឃើញភពផែនដីដែរឬទេបើអង់តែនផ្ដល់សេវាទូរស័ព្ទនិងផ្កាយរណបជ្រងច្រាំងបែបនេះតាមន់អចលនទ្រព្យមានសេវាទិញលក់ជួលដីផ្ទះខុនដូនិងវិភាគតម្លៃទីផ្សារគុណភាពសំណង់ដោយវិស្វករជំនាញមានបទពិសោធន៍ជិត20ឆ្នាំទំនាក់ទំនងព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទប្រសិនបើមានជីវិតក្រៅភពដ៏ឆ្លាតវៃឬអេលៀនកំពុងតែស្វែងរកជីវិតឆ្លាតវៃឬភពអាចមានជីវិតរស់នៅផ្សេងទៀតនៅក្នុងកាឡាក់ស៊ី Milky Way នេះប៉មឬអង់តែនទូរស័ព្ទដ៏ជ្រងច្រាងពីពេញផ្ទៃផែនដីយើងនេះអាចក្លាយជាឧបករណ៍ផ្ដល់សញ្ញាដោយចេតនាដល់ពួកអេលៀនដែលស្ថិតនៅក្រៅភពដទៃអាចរកឃើញយើងបានប៉ុន្តែរឿងនេះអាចកើតមានឡើងដោយរបៀបណាលទ្ធផលនៃការស្រាវជ្រាវថ្មីប្រចាំឆ្នាំ2023នេះបានបង្ហាញថាជីវិតអេលៀននៅលើភពដែលស្ថិតនៅក្នុងប្រព័ន្ធផ្កាយក្បែរប្រព័ន្ធព្រះអាទិត្យយើងនេះទំនងជាអាចរកឃើញរលកសញ្ញាវិទ្យុ Radio Signal ជះចេញពីអង់តែនផ្ដល់សេវាទូរស័ព្ទដែលមានពីពេញផ្ទៃផែនដីយើងនេះរួចហើយជាងនេះទៅទៀតនៅពេលដែលរលកសញ្ញាទាំងនេះកាន់តែមានឥទ្ធិពលខ្លាំងនោះការហៅទូរស័ព្ទទៅមករវាងមនុស្សលើភពផែនដីនឹងក្លាយជាការជះតម្រុយនៃវត្តមានរបស់យើងកាន់តែច្រើនទៅកាន់កាឡាក់ស៊ីជុំវិញលទ្ធផលសិក្សាថ្មីនេះលោក Margaret នាយកមជ្ឈមណ្ឌលតារាសាស្ត្រ Jude Arrell-Bank នៃសាកលវិទ្យាល័យ Manchester ចក្រភពអង់គ្លេសបានបញ្យល់ថាផែនដីពិតជាបានបង្ហាញពន្លឺមិនធម្មតារួចទៅហើយនៅក្នុងផ្នែករលកវិទ្យុនៃវិសាលគមន៍ប្រសិនបើនិន្នាការនេះនៅតែបន្តទៅមុខនោះវត្តមានរបស់យើងនឹងអាចត្រូវបានរកឃើញយ៉ាងងាយៗដោយអរិយធម៌រីកចម្រើនកម្រិតខ្ពស់ណាមួយដែលមានបច្ចេកវិទ្យាចាប់បានរលកសញ្ញាដែលជះចេញដល់យើងបើតាមលទ្ធផលសិក្សាដឹកនាំដោយលោក Garrett ដែលត្រូវបានចេញផ្សាយដោយកាសែត The Royal Astronomical Society នោះក្រុមការងាររបស់លោកបង្កើតជាសំណុំទិន្នន័យដ៏ស្មុគស្មាញនៃរលកសញ្ញាវិទ្យុ Radio Signal សម្បត្តិនិមិត្តហើយធ្វើជារលកសញ្ញាទាំងនោះលេចធ្លាយតាមរយៈការហៅទូរស័ព្ទដោយឆ្លងកាត់អង់តែនឬប៉មផ្ដល់សេវាទូរស័ព្ទដែលស្ថិតនៅក្នុងន័យយល់ដឹងថាតើជីវិតនៅលើភពនៅប្រព័ន្ធផ្កាយដទៃមានភាពលំបាកកម្រិតណាក្នុងការស្វែងរករលកសញ្ញាដែលជះចេញពីផែនដីទាំងអស់នេះនៅទីបំផុតក្រុមអ្នកស្រាវជ្រាវបានរកឃើញថាផែនដីពិតជាបានផ្ដល់សញ្ញាជាច្រើនពាក់ព័ន្ធទៅនឹងជីវិតមានបច្ចេកវិទ្យាជឿនលឿនលើភពខ្លួនឯងនេះតាមរយៈការជះចេញរលកសញ្ញាវិទ្យុចេញពីប៉មផ្ដល់សេវាទូរស័ព្ទការទាក់ទងគ្នាតាមរយៈផ្កាយរណបនិងរលកសញ្ញាអ៊ីនធឺណិតក្រុមអ្នកស្រាវជ្រាវបានគូបញ្ជាក់ផងដែរថារលកសញ្ញាទាំងនោះថែមទាំងអាចជះទៅដល់ភពនានានៅតាមប្រព័ន្ធផ្កាយក្បែរយើងក្នុងនោះរួមទាំងប្រព័ន្ធផ្កាយបានណាតដែលជាផ្កាយក្រហមទំហំតូចដែលស្ថិតនៅចម្ងាយតែ6ឆ្នាំពន្លឺពីផែនដី